សួស្តីអាហារពេលល្ងាចរបស់ខ្ញុំនំបញ្ចុកឆាបន្លែនំបញ្ចុកសឆ្នៃយកមកឆាជាមួយនឹងបុកឆយស្ពៃជើងទាហ្នឹងថែមថយសាច់ថែមថយអីទៅសាច់អាំងត្រីអាំងទៅបាទជីវិតចឹងជីវិតជនសាមញ្ញដូចខ្ញុំចឹងធ្វើអីឲ្យងាយបងប្អូនតាមដានទស្សនានៅវិធីសាស្ត្រនៃការធ្វើឆានំបញ្ចុកបាទនំបញ្ចុកដែលខ្ញុំសល់យកមកឆ្នៃឆាផ្សាយផ្សំគ្រឿងបានមួយពេលទៀតបាទអាហារល្ងាចរបស់ខ្ញុំគឺមួយមុខនេះឯងទៅសាក់អីញ៉ាំនេះ
Okay, okay. Time to serve.